សួស្តីបងប្អូនទាំងអស់គ្នាតោះថ្ងៃនេះមកសិក្សាភាសាកូរ៉េជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកបញ្ចេញជាអ្នកនៃភាសាកូរ៉េមកបង្ហាត់បង្រៀនបងប្អូនដើម្បីចេះអាននៃភាសាកូរ៉េទាំងអស់គ្នាតោះចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាបងប្អូន Hangul ប្រែវិញថាអក្សរក្រមភាសាកូរ៉េឆាអឹមប្រែថាបញ្ចេញជាអ្នកនៃភាសាកូរ៉េទាំងអស់មាន19តួបញ្ចេញជាអ្នកទី1អានថា Kiyok ភាសាខ្មែរយើងគឺស្មើនឹងអក្សរខអក្សរកអក្សរកនេះខ្ញុំដាក់សំឡេងជាភាសាខ្មែរឲ្យបងប្អូនអានដើម្បីងាយស្រួលក្នុងការអានហើយកណ្ដាលនេះវាមានសំឡេងជាភាសាអង់គ្លេសអានេះ Kiyok នេះស្មើនឹងអក្សរ G ភាសាអង់គ្លេសបងប្អូន K ចេញជាអ្នកទី2នីអ៊ឺនស្មើនឹងអក្សរខ្មែរអក្សរណូហើយខ្ញុំដាក់3នេះបងប្អូនវាមានសំឡេងទី1សំឡេងទី2និងសំឡេងទី3ចេញជាអ្នកទី3ធីគិតស្មើនឹងអក្សរខ្មែរអក្សរថោអក្សរតឬដអក្សរតសំឡេងទី1អក្សរថោសំឡេងទី2អក្សរតឬដសំឡេងទី3អក្សរថរីអ៊ឺលសំឡេងទី1អក្សររសំឡេងទី2អក្សរឡសំឡេងទី3អក្សរឡចេញជាអ្នកទី5មីអ៊ឹមស្មើនឹងអក្សរម៉ៅទាំងអស់បងប្អូនទី1ទី2ទី3វាជាសំឡេងភាសាកូរ៉េវាមានព្យញ្ជនទី1ព្យញ្ជនទី2និងព្យញ្ជនទី3បងប្អូនទៅតាមនឹងការប្រើប្រាស់ពាក្យរបស់យើងណាអញ្ចឹងនៅពេលដែលបងប្អូនទិញចេញជាអ្នកទាំងអស់នឹងចាំហើយនឹងមានមេរៀនបន្តទៀតក្នុងការប្រកបបងប្អូននឹងដឹងហើយសំឡេងទី1យើងបញ្ចេញសំឡេងអក្សរខឬអក្សរកនឹងធ្វើវីដេអូបន្តទៀតបងប្អូនអញ្ចឹងឥឡូវយើងទិញតែបញ្ចេញជាអ្នកនឹងដឹងថាបញ្ចេញជាអ្នកនឹងស្មើនឹងអក្សរខ្មែរអក្សរអីបានហើយអក្សរអង់គ្លេសនេះខ្ញុំដាក់ជាសំឡេង sound នៃភាសាអង់គ្លេសដែរព្រោះនោះវាជាសំខាន់ដែរបងប្អូនបន្តទៀត ភីអឹបស្មើអក្សរខ្មែរយើងសំឡេងទី1អក្សរផទី2ប៉ទី3បស៊ីអត់ស្មើអក្សរខ្មែរសំឡេងទី1អក្សរសសំឡេងទី2អក្សរសសំឡេងទី3អក្សរតអ៊ីអឹងគឺភាគច្រើនគឺអត់មានសំឡេងទេបងប្អូនអ៊ីអឹងប៉ុន្តែសំឡេងទី1អត់មានទេសំឡេងទី2អក្សរងសំឡេងទី3អក្សរងទី9ជីអ៊ឹតសំឡេងទី1អក្សរចឬឆសំឡេងទី2អក្សរឆសំឡេងទី3អក្សរតទី10ឈីអ៊ឹតសំឡេងទី1អក្សរឆសំឡេងទី2អក្សរឆសំឡេងទី3អក្សរតបន្តទៀតបងប្អូនខីអ៊ឹកសំឡេងទី1អក្សរខសំឡេងទី2អក្សរខសំឡេងទី3អក្សរកតទៀតធីអ៊ឹតសំឡេងទី1អក្សរថសំឡេងទី2អក្សរថសំឡេងទី3អក្សរតជាអ្នកទី13ភីអ៊ឹបសំឡេងទី1អក្សរផសំឡេងទី2អក្សរផសំឡេងទី3អក្សរបជាអ្នកទី14ហ៊ីអ៊ឹតសំឡេងទី1អក្សរហសំឡេងទី2អក្សរហសំឡេងទី3អក្សរតជាអ្នកទី15នេះគឺចាប់ពី15នេះបងប្អូនគឺជាអ្នកត្រួតពួកគេហៅជាអ្នកគេអក្សរសាំងហ្នឹងគឺត្រួតព្យញ្ជនបងប្អូនទី15គឺសាំងគីយ៉ុកស្មើនឹងអក្សរកទាំងអស់បងប្អូនសាំងគីយ៉ុក16សាំងធីហ្គិតមកនឹងអក្សរត
ទី17សាំងភីអ៊ឹបសាំងភីអ៊ឹបស្មើនឹងប៉បងប្អូនប៉ទី18សាំងស៊ីអ៊ុតសាំងស៊ីអ៊ុតស្មើនឹងអក្សរសសំឡេងទី1សសំឡេងទី2សសំឡេងទី3តនោះពីច្រើនជើងវាបងប្អូនពិសេសនៅវាក្រោមជើងទី19សាំងជីអ៊ឹតសាំងជីអ៊ឹតស្មើនឹងអក្សរចចឹងចាប់ឲ្យបងប្អូនព្យញ្ជនៈនៃភាសាកូរ៉េទាំងអស់មាន19តួបងប្អូនទន្ទិញព្យញ្ជនៈទាំង19តួនេះឲ្យចាំហើយដឹងពីសំឡេងនៃព្យញ្ជនៈនីមួយៗជាភាសាខ្មែរយើងឲ្យច្បាស់បន្ទាប់មកចាំយើងចូលទៅរៀនស្រៈស្រួលទេបងប្អូនប៉ុន្តែអ្វីដែលសំខាន់នោះគឺព្យញ្ជនៈនឹងឯងដែលពិបាកបើយើងទន្ទិញព្យញ្ជនៈចាំអស់ហើយទន្ទិញយើងដឹងពីសំឡេងវាទាំងអស់យើងនឹងងាយនឹងអានបងប្អូនភាសាកូរ៉េងាយស្រួលរៀនទេបងប្អូនទន្ទិញឲ្យចាំអស់ហើយគឺយើងនឹងចេះអានហើយយើងអាចប្រើពេលវេលាលឿនទៅតាមដែលយើងអាចធ្វើទៅបានគឺយើងចេះអានលឿនហើយអរគុណបងប្អូនព្យញ្ជនៈទាំង19តួគឺមានតែប៉ុណ្្នឹងឯងវីដេអូបន្ទាប់ខ្ញុំនឹងលើកយកស្រៈនៃភាសាកូរ៉េមកបង្ហាញបងប្អូនបន្តទៀតនៅពេលដែលចប់ស្រៈហើយយើងនឹងរៀនប្រកបទាំងអស់គ្នាសូមអរគុណបងប្អូនសូមជួយចុច Subscribe ផងបងប្អូនចុច Like និង Share ទៅបងប្អូនបន្តទៀតដើម្បីរៀនភាសាកូរ៉េទាំងអស់គ្នាបងប្អូនដែលចាប់ផ្ដើមកំពុងតែចាប់ផ្ដើមនិងបងប្អូនដែលកំពុងតែរៀនដើម្បីប្រឡងអរគុណច្រើនបងប្អូន